បាទសូមជម្រាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់ថ្ងៃនេះខ្ញុំធ្វើការចែករំលែកទាក់ទងទៅនឹងបញ្ហាបន្តិចទៀតនឹងកើតឡើងសម្រាប់ការដាំដុះដំណាំស្រូវរបស់យើងតែម្ដងបាទបញ្ហាទាំងអស់នេះវាមិនមែនទៅតែកើតឡើងទេគឺកើតឡើងមកជារៀងរាល់រដូវជារៀងរាល់ពេលដែលការដាំដុះរបស់យើងភាគច្រើនគឺមិនដែលរំលងទេបាទគឺជួបបាទជាពិសេសគឺតកតងទៅនឹងពពួកមេអំបៅបាទដូចជាមេអំបៅសមេអំបៅត្នោតមេអំបៅរាងពណ៌ខ្មៅអីហ្នឹងណាបាទគឺជាភ្នាក់ងារចម្លងរោគជាភ្នាក់ងារបង្កើតបញ្ហាដល់ការដាំដុះរបស់យើងនេះតែម្ដងបាទហើយអ្វីដែលសំខាន់បច្ចុប្បន្ននេះគឺយើងឃើញមាននៅក្នុងស្រែភាគច្រើនគឺជួបជាមួយនឹងបញ្ហាមេអំបៅនេះច្រើនហើយមេអំបៅនេះវានឹងបង្កើតបញ្ហាផ្សេងទៀតទាក់ទងទៅនឹងដូចជាទៅជាដង្កូវបាទដង្កូវកាត់ស្លឹកដង្កូវមូលស្លឹកបាទដង្កូវស៊ីរូងដើមបាទអានេះគឺជាបញ្ហាសម្រាប់បងប្អូនជាកសិករហើយអ្វីដែលសំខាន់ទន្ទឹមនឹងការចូលដល់នៃខែត្រជាក់នេះគឺវាងាយនឹងបញ្ហាជាពុយហោតជាបញ្ហារបៀបបាននេះគឺកើតឡើងអញ្ចឹងថ្ងៃដើម្បីដោះស្រាយបញ្ហាទាំងឡាយនេះខ្ញុំការនាំជំនាញដែលទៅចំណាយតិចហើយគោលដៅមួយគឺពពុះ Cypermethrin បាទដែលមានកម្រិតចាប់ពី 6% ឡើងទៅគឺមានប្រសិទ្ធភាពខ្លាំងសម្រាប់ការយកទៅប្រើប្រាស់ទៅលើការក៏ដូចជាបញ្ហាដែលកើតឡើងដែលខ្ញុំបង្ហាញខាងដើមនោះបាទទី2គឺតកតងទៅនឹងមមាញបាទគឺយើងអាចប្រើប្រាស់ពពួក Nitin Firem ក៏ដូចជា Dinoforon បាទ 20% 40% ហើយដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់តែម្ដងហើយចំគោលដៅបាទគឺបងប្អូនអាចប្រើជាមួយនឹងប្រេងបាទប្រេងពិសេសបាទប្រេងពិសេសនេះគឺមានន័យថាវាជួយនៅក្នុងការពន្លឿនធាតុសកម្មឲ្យវាមានប្រសិទ្ធភាពខ្លាំងចំពោះកត្តាចង្រៃដូចជាពពួកមេថ្នោតដូចជាពួកដង្កូវស៊ីរូងដើមដូចជាពពួកមេអំបៅនេះគឺមានប្រសិទ្ធភាពខ្លាំងបាទអញ្ចឹងចំពោះប្រេងជំរាបឬប្រេងពិសេសនេះគឺបងប្អូនអាចប្រើប្រេងប្រភេទណាក៏បានដែរបាទគឺបងប្អូនផ្សំ3មុខនឹងចូលគ្នាទៅគឺចំណាយតិចបាទចំណាយតិចហើយបងប្អូនប្រើចំគោលដៅបាទហើយមានប្រសិទ្ធភាពតែម្ដងបាទហើយក៏សូមជូនពរបងប្អូនរកឲ្យឃ